មានសុភាសិតមួយថាអ្នកច្រូតនឹងទទួលបានអ្វីដែលអ្នកសាបព្រោះក៏មានគំនិតនៃកម្មផលឬការសងសឹកដ៏ទេវភាពដែលបញ្ជាក់ថាអំពើអាក្រក់តែងនាំមកនៅផលវិបាកជាមិនខានយើងជួបប្រទះស្ថានភាពបែបនេះជាញឹកញាប់ក្នុងជីវិតយើងឃើញព័ត៌មានអំពីនរណាម្នាក់ដែលទទួលបានផលចំណេញដ៏ធំតាមរបៀបមិនស្មោះត្រង់ប៉ុន្តែទីបំផុតបាត់បង់អ្វីគ្រប់យ៉ាងឬយើងជួបប្រទះនឹងការបោកប្រាស់តូចមួយដែលក្លាយជាបញ្ហាធំមិនអាចគ្រប់គ្រងបានស្ដេចអាហាបនិងមហេសីយេសាបាយបានតណ្ហាចង់បានចំការទំពាំងបាយជូររបស់ណាបុតហើយបានប្រឌិតសក្ខីកម្មคล้ายៗដើម្បីសម្លាប់គាត់តណ្ហាសុទ្ធសាធរបស់ពួកគេបាននាំទៅរកអំពើបាបដ៏គួរឲ្យខ្លាចការដកហូតជីវិតរបស់មនុស្សគ្មានទោសប៉ុន្តែព្រះជាម្ចាស់បានឃើញអ្វីទាំងអស់តាមរយៈហោរាអេលីយ៉ាព្រះជាម្ចាស់បានទាយអំពីការជំនុំជម្រះដ៏គួរឲ្យភ័យខ្លាចលើអំពើអយុត្តិធម៌របស់អាហាបនិងយេសាបាយពួកគេនឹងជួបប្រទះនឹងទីបញ្ចប់ដ៏គួរឲ្យសោកសៅនៅកន្លែងដែលពួកគេបានដណ្ដើមយកដោយតណ្ហាឈាមរបស់ណាបុតបានក្លាយជាសម្លេងស្រែករបស់អ្នកស្លាប់ជាយុត្តិធម៌ពីដីហើយព្រះជាម្ចាស់បានស្ដាប់សម្លេងនោះនេះគឺជាគោលការណ៍នៃព្រះគម្ពីរអំពីកម្មផលមួយពងសាវតារស័ព្ទ21ទោះជាយ៉ាងណាក៏ដោយរឿងនេះមិនមែនគ្រាន់តែជាការព្រមានអំពីផលវិបាកនៃអំពើអាក្រក់នោះទេណាបុតត្រូវបានសម្លាប់ដោយអយុត្តិធម៌ជាជនរងគ្រោះដោយសារការការពារជំនឿនិងទ្រព្យសម្បត្តិរបស់គាត់ការស្លាប់របស់គាត់រំលឹកយើងអំពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទកាលពី2000ឆ្នាំមុនព្រះយេស៊ូវដែលមិនដែលបានប្រព្រឹត្តបាបសូម្បីតែម្ដងត្រូវបានឆ្កាងនៅលើឈើឆ្កាងដើម្បីទទួលយកបាបរបស់មនុស្សជាតិទាំងមូលដូចណាបុតដែលបានស្លាប់ជាយុត្តិធម៌ដោយស្ងៀមស្ងាត់ដោយសារការជំនុំជម្រះអយុត្តិធម៌និងសក្ខីកម្មคล้ายៗព្រះយេស៊ូវបានទទួលយកការដាក់ទោសស្លាប់ដែលបាបរបស់យើងសមនឹងទទួលដូចអាហាបនិងយេសាបាយដែលជួបប្រទះនឹងទីបញ្ចប់ដ៏គួរឲ្យសោកសៅក្នុងការស្វែងរកតណ្ហាយើងក៏ដូចគ្នាដែរប្រសិនបើយើងពឹងផ្អែកតែលើកម្លាំងខ្លួនឯងនៅទីបំផុតនឹងបាត់បង់អ្វីគ្រប់យ៉ាងហើយជាប់នៅក្នុងស្រមោលនៃបាបប៉ុន្តែព្រះយេស៊ូវបានបើកផ្លូវតែមួយគត់សម្រាប់យើងដើម្បីរួចផុតពីបន្ទុកនៃបាបរបស់យើងប្រសិនបើការស្លាប់របស់ណាបុតបង្ហាញពីទីបញ្ចប់នៃតណ្ហាការសុគតរបស់ព្រះយេស៊ូវបង្ហាញពីទីបញ្ចប់នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលបានលះបង់ជីវិតរបស់ទ្រង់ដើម្បីសង្គ្រោះយើងតាមរយៈការជឿលើព្រះយេស៊ូវយើងអាចរួចផុតពីការជំនុំជម្រះដែលសមនឹងការជ្រើសរើសខុសឆ្គងការពីអតីតកាលហើយចាប់ផ្ដើមជីវិតថ្មីនេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលលើសពីគោលការណ៍នៃកម្មផលយើងលែងត្រូវរស់នៅដោយត្រូវចងភ្ជាប់នឹងផលវិបាកនៃបាបទៀតហើយពីព្រោះឈើឆ្កាងរបស់ព្រះយេស៊ូវបានសងបំណុលទាំងអស់របស់យើងយ៉ាងពេញលេញ